ងវែងទៅតើនេះជាអាកប្បកិរិយាបែបណាខ្ញុំចាំរឿងទាំងអស់នោះតាំងពីកុមារភាពរឿងគួរឲ្យស្អប់ខ្ពើមដែលអ្នកបានធ្វើតើខ្ញុំត្រូវនិយាយវាឡើងវិញទៅកាន់អ្នកខ្ញុំហៅប៉ូលីសខ្ញុំកំពុងចាក់ចែងបើដូច្នោះមែនអ្នកគួរតែតាមដានបងប្រុសដ៏ល្ងង់ខ្លាយរបស់អ្នកឲ្យបានដិតដល់អ្នកឈប់បងប្រុសឲ្យអ្នកថែរក្សាជីដូនខ្ញុំនឹងត្រឡប់មកវិញក្នុងពេលបន្តិចទៀតតើអ្នកចង់និយាយអ្វីចេញពីទីនេះបន្ទាប់ពីអ្នកនិយាយរួចហេតុអ្វីបានជាអ្នកខូខើម្ល៉េះខ្ញុំនៅតែជាឪពុករបស់អ្នកមែនទេតើយើងមានអ្វីត្រូវនិយាយមិនអាចនិយាយរឿងនេះបានត្រឹមត្រូវទេវាហាក់ដូចជាអ្នកមិនមានអ្វីបន្ទាន់ដែលត្រូវធ្វើទេខ្ញុំកំពុងប្រមានអ្នកចៅភីងកុំញ៉ៃញ៉ៃជាមួយបងប្រុសនិងជីដូនរបស់ខ្ញុំបើមិនដូច្នោះទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកទៅទេគ្មានអ្វីចម្លែកទេដែលកូនស្រីខ្ញុំជាមនុស្សល្ងង់បែបនេះឥឡូវនេះពួកគេធំឡើងហើយខ្លាចជាមនុស្សឯករាជ្យពួកគេលែងស្គាល់ឪពុករបស់អ្វីដែលខ្ញុំអាចគិតបានគឺការពារមនុស្សល្ងង់ហើយស្ត្រីចំណាស់នោះដោយសារតែអ្នកហើយទើបឪពុកខ្ញុំស្ទើរតែត្រូវភ្លើងឆេះស្លាប់ឥឡូវនេះអ្នកបានបំពុលចង្ក្រានដែលយើងទើបតែទទួលបានពីដៃយើងតើខ្ញុំគួរធ្វើអ្វីជាមួយអ្នកតើអ្នកនឹងធ្វើអ្វីប្រញាប់ម្ល៉េះកុំស្រែកអីសួស្តីអ្នកប្រើប្រាស់ដែលអ្នកកំពុងព្យាយាមតាក់ទងមិនអាចប្រើបានជាបណ្ដោះអាសន្នកុំខ្លាចអីអ្នកពិតជាបំណែកសម្រាប់មែនពួកគេមានសមត្ថភាពធ្វើអ្វីគ្រប់យ៉ាងអ្នកនៅតែមានកម្លាំងចង់ជាខ្ញុំមែនទេតើអ្នកដឹងទេថានឹងមានអ្វីកើតឡើងបន្ទាប់អ្វីដែលខ្ញុំដឹងគឺថាអ្នកនឹងក្លាយជាឃាតករសូម្បីតែលោកយ៉ាវភេងហ៊ូដែលជាបរិសុទ្ធមានពីក៏មិនព្រមស៊ីកូនរបស់គាត់ដែរតើអ្នកមិនខ្លាចការសងសឹកចំពោះទង្វើបែបនេះទេហាកំ pl ែងមែនហេតើអ្នកដឹងទេផលិតផលคล้ายៗនោះក៏បានដេកលើគ្រែនេះនៅពេលនោះដែរគាត់ភ័យខ្លាចខ្លាំងណាស់ហាអ្នកស្ងប់ស្ងាត់ណាស់ដូចដែលរំពឹងទុកពីកូនស្រីរបស់ខ្ញុំហារឿងដែលខ្ញុំស្ដាយបំផុតក្នុងជីវិតរបស់ខ្ញុំបានចាប់កំណើតជាថ្មីជាកូនស្រីរបស់អ្នកមែនទេហាសួស្ដីតើប្អូនស្រីខ្ញុំនៅផ្ទះស្ងាត់មែនទេប្អូនស្រីខ្ញុំបាត់ខ្លួនហើយតើមានអ្វីបាត់ប៉ាបានយកប្អូនស្រីរបស់គាត់ទៅឆ្ងាយអាចគេញីនោះអាចគេញីខ្វះឯងកុំបារម្ភអីខ្ញុំពិតជានឹងរកប្អូនស្រីរបស់ខ្ញុំឃើញតើយ៉ាវភេងបានធ្វើអ្វីដើម្បីចាប់ចម្រិតប្អូនស្រីរបស់ខ្ញុំអ្នកត្រូវនាំមនុស្សទៅមន្ទីរពេទ្យជាបន្ទាន់ខ្ញុំនឹងនាំមនុស្សមួយចំនួនទៅរកចៅពីងហាវជាបន្ទាន់រហ័សវាតែងតែត្រូវធ្វើក្នុងរយៈពេល2ម៉ោងខ្ញុំនឹងចាប់ផ្ដើមនៅពេលដែលអ្នកប្រកាសថាអ្នកវិធានការលែងកូនស្រីខ្ញុំទៅវាហាក់ដូចជាអ្នកដឹងអ្វីទាំងអស់ចៅភីងខ្ញុំអាចឲ្យអ្នកនៅចំនួនទឹកប្រាក់ណាដែលអ្នកចង់បានហាអ្នកដឹងច្បាស់ណាស់ថានឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនបានបដូររូបកាយខ្ញុំមានពេលតែ6ខែទៀតប៉ុណ្ណោះដើម្បីលុយមានប្រយោជន៍អ្វីសម្រាប់ខ្ញុំតើខ្ញុំនឹងមានប្រយោជន៍អ្វីសម្រាប់វាគ្មានប្រយោជន៍ទេតែខ្ញុំមានប្រយោជន៍អនុញ្ញាតឲ្យកូនស្រីខ្ញុំទៅមិនថារូបថតសញ្ញានឹងអ្នកប៉ុន្មានទេខ្ញុំអាចផ្ដល់ឲ្យអ្នកទ្វេដងកុំស្ដាប់ពាក្យមិនសមហេតុផលរបស់គាត់បើអ្នកដោះលែងគាត់អ្នកប្រកាសជាជាប់គុកមិនខានទេវិញជាមិនខ្វល់ពីចំនួនទឹកប្រាក់នេះតតែសោះរូបថតនោះខុសច្បាប់ខ្ញុំអាចអនុញ្ញាតឲ្យអ្នកចេញពីការជាប់គាំងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅប្រាក់ទ្វេដងល្ងងណាស់បើអ្នកមិនឲ្យខ្ញុំរស់ទេអ្នកក៏នឹងមិនឲ្យខ្ញុំរស់ដែរហាវាយយីងឯងស្លាប់ហើយហាបងស្រីសុំទោសម៉ាក់មិនអាចទុកចិត្តបានទេសូមអភ័យទោសឲ្យម៉ាក់ផងយល់ព្រមកុំស្លាប់អីខ្ញុំនឹងមិនអត់ទោសឲ្យអ្នកទេទោះបីអ្នកស្លាប់ក៏ដោយបើភ្នែករបស់អ្នកបើភ្នែករបស់អ្នកជួយប៉ាដោយស្ងាត់យើងពិតជាបានធ្វើខុសជាមួយអ្នកពីមុនមែនតើអ្នកអាចអត់ទោសឲ្យបងប្រុសរបស់អ្នកបានទេខ្ញុំមិនមានអារម្មណ៍ចង់និយាយអំពីរឿងនេះឥឡូវនេះទេបំណងប្រាថ្នាដ៏ធំបំផុតរបស់ម៉ាក់យើងឥឡូវនេះវាមានន័យថាអ្នកអាចអត់ទោសឲ្យយើងបានគ្រួសារយើងអាចមានសុភមង្គលជាមួយគ្នារ៉ាវ៉ែនឹងគ្រួសារខ្ញុំមានត្រឹមតែខ្ញុំនិងជីដូនរបស់ខ្ញុំប៉ុណ្ណោះអតីតកាលមានហើយអនាគតមិនមែនទេយើងស្ដាប់ខ្ញុំបានពិនិត្យយាយរបស់ខ្ញុំត្រូវបាន NQ យ៉ាបណ្ដេញចេញពីមន្ទីរខ្ញុំបានធូរស្រាលហើយឥឡូវនេះកុំប្រាប់ខ្ញុំថាអ្នកមិនចង់ឬវាដោយស្ងាត់សន្តាគារនោះក៏ជារបស់គ្រួសារវេនដែរចុះបើខ្ញុំឲ្យរបស់នេះទៅអ្នកវិញបងប្រុសដរាបណាអ្នកអាចអភ័យទោសឲ្យបងប្រុសរបស់អ្នកបានខ្ញុំមិនចង់ទេអ្វីគ្រប់យ៉ាងអំពីគ្រួសារវេនរបស់អ្នកខ្ញុំពិតជាគ្មានចំណាប់អារម្មណ៍ទេ
តើអ្នកណាជាសមាជិកគ្រួសាររបស់អ្នកជំងឺតើអ្នកណាជាសមាជិកគ្រួសាររបស់អ្នកជំងឺគាត់បានចុះហត្ថលេខាលើឯកសារសុខភាពអ្នកជំងឺមិនត្រូវបានប៉ះពាល់នៅតែត្រូវតាមដានជំហានបន្តសមាជិកគ្រួសារត្រូវតែនៅជាមួយអ្នកជំងឺរយៈពេល48ម៉ោងតើការលះបង់នោះជាកម្លាំងបែបណាខ្ញុំរវល់បន្តិចហើយតើអ្នកសុខចិត្តធ្វើជាអ្នកមើលថែម្ដាយខ្ញុំទេខ្ញុំអាចផ្ដល់ប្រាក់ខែទ្វេដងដល់អ្នកខ្ញុំមិនមានពេលរកអ្នកផ្សេងទេតម្លៃណាមួយគឺល្អអ្នកនិយាយថាមកភ្ញាក់ហើយឥឡូវនេះរឿងដំបូងដែលគិតដល់គឺប្រាក់ឈ្នួល3 ដងល្អបងស្រីច្បងសូមអភ័យទោសឲ្យខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនខ្ញុំឈ្មោះអានជីតើវាជាអ្នកថែទាំរបស់អ្នកមែនទេអ្នកនាងបើអ្នកមិនចង់ឲ្យខ្ញុំលាលែងពីតំណែងតើយើងអាចព្យាយាមជៀសវាងការពិភាក្សាអំពីរឿងផ្ទាល់ខ្លួនបានទេអ្នកដេកចុះមុនសិនខ្ញុំនឹងទៅហៅគ្រូពេទ្យឲ្យអ្នកបងប្រុសខ្ញុំសុខសប្បាយជាទេហេតុអ្វីបានជាយាយមកទីនេះលោកក្រវៃក្មេងវេនប្រាប់លោកក្រវៃក្មេងវេនប្រសិនបើអ្នកបាត់វាវេនសៅបានរកឃើញអ្នកហើយវ៉ែនសៅពិតជាអស្ចារ្យមែនអ្នកគឺជាអ្នកដែលបានដឹងថាខ្ញុំបាត់ខ្លួនហើយបន្ទាប់មកបានប្រាប់យ៉ាវ៉ែនត្រូវទេអ្នកគឺជាអ្នកដែលបានដឹងថាខ្ញុំបាត់ខ្លួនហើយបន្ទាប់មកបានប្រាប់យ៉ាវ៉ែនខ្ញុំសុខសប្បាយទេបងប្រុសខ្ញុំបានរកការងារធ្វើនៅមន្ទីរពេទ្យអ្នកត្រឡប់ទៅមើលថៃយាយសិនទៅខ្ញុំនឹងត្រឡប់មកវិញនៅយប់នេះខ្ញុំមិនខ្លាចប្អូនស្រីខ្ញុំនឹងអាក់អន់ចិត្តទេតើចិត្តនេះនិយាយអ្វីមួយខុសបើមិនដូច្នោះទេតើខ្ញុំនឹងធ្វើអ្វីប្រសិនបើខ្ញុំនៅជាមួយម៉ាក់ខ្ញុំបានប្រាប់អ្នកអំពីបាយការដែលខ្ញុំបានផ្ដល់ឲ្យអ្នកកាលពីម្សិលអ្នកមិនជឿទេរបាយការណ៍ដំបូងគឺមកពី Engineer និយាយឲ្យត្រង់ទៅសូមកុំនិយាយពីរឿងមិនសំណាងនោះអីម៉ាក់ខ្ញុំមិនឲ្យខ្ញុំដេញនាងចេញទេយាមបង្កចំនួនរវាងខ្ញុំនិងមានអារម្មណ៍ចង់សម្លាប់នាងឥឡូវនេះអ្នកជំងឺនៅក្នុងបន្ទប់វេបរបស់វិជ្ជបណ្ឌិតបានភ្ញាក់ពីដំណេកហើយមានរឿងអ្វីកើតឡើងចំពោះជីងតើអ្នកមិនគួររវល់ទេអូមែនហើយខ្ញុំមានរឿងត្រូវធ្វើអ្នកទាំងអស់គ្នាជេរគ្នាលេងទៅអានដូងតួលេខមើលទៅល្អប៉ុន្តែរយៈពេលសង្កេតការមិនទាន់ចប់នៅឡើយទេយើងត្រូវតាមដានរឿងនេះឲ្យបានដិតដល់សូមអរគុណលោកវិជ្ជបណ្ឌិតហាអរគុណដែលបានប្រាប់ខ្ញុំអំពី engine ថ្ងៃនេះរឿងទាំងនេះសុទ្ធតែជាប្រាក់ឈ្នួលស្ងាត់ខ្ញុំបានដាក់វាលើយាយហើយហាហេតុអ្វីសៀវនាងអុយហាយាយខ្ញុំបានទិញរបស់ទាំងនេះដោយយើងហើយខ្ញុំកំពុងយកវាមកជូនមិនអីទេវាមិនសមរម្យទេក្នុងការញ៉ាំអាហារពេលល្ងាចមុនពេលចាក់ចេញអូសៀវនាងមើលចុះជប់រវល់ទៀតទៅអង្គុយចុះហើយញ៉ាំយាយនឹងមិនរវល់នៅពេលអនាគតទេហាចេញត្រឡប់មកវិញហើយមកលាងដៃហើយញ៉ាំអាហារទាំងនេះសុទ្ធតែត្រូវបានទិញដោយឈៀវនាងតើអ្នកកំពុងឈរនៅទីនោះដើម្បីអ្វីតោះដាក់សាច់ចូលអាហាររបស់លោកក្រវៃក្មេងវែងតើខ្ញុំនៅតែត្រូវការនរណាម្នាក់បម្រើខ្ញុំទេវាមិនមែនអូយហេតុអ្វីបានជាយើងឆ្លើយចំពោះភ្ញៀវយ៉ាងនេះញ៉ាំទៅសៀវនាងញ៉ាំអ្វីក៏បានតាមចិត្តមិនអីទេយាយមិនអីទេមកនេះមកជីដូននិងបងប្រុសរបស់ខ្ញុំទាំងពីរអ្នកសុទ្ធតែមានចិត្តសាមញ្ញតែសង្ឃឹមថាអ្នកនឹងមិនមករកខ្ញុំម្ដងទៀតទេហើយកុំបង្ហាញខ្លួនក្នុងជីវិតរបស់ពួកគេម្ដងទៀតបងស្រីឲ្យសូមកុំហៅខ្ញុំថាបងស្រីអីខ្ញុំនឹងមើលថែម្ដាយរបស់អ្នកខែក្រោយមកចំនួនរបស់យើងបានរៀលដាល់ពីពេញសាលាតើយើងអាចចាត់ទុកគ្នាដូចជាមនុស្សចម្លែកបានទេតើវាត្រូវតែបែបនេះមែនទេអ្នកបានប្រព្រឹត្តចំពោះបងប្រុសរបស់ខ្ញុំដូចជាឆ្កែទាំងធ្វើឲ្យខ្ញុំអាម៉ាស់មុខសូមឲ្យលោកយាយចេញពីមន្ទីរពេទ្យមុនម៉ោងគាត់ស្ទើរតែត្រូវគេសម្លាប់ខ្ញុំមិនខ្វល់ពីរឿងទាំងនោះទេខ្ញុំគ្រាន់តែសង្ឃឹមថាប្រជាជនថ្នាក់ខ្ពស់ទុកវាឲ្យឆ្ងាយពីជីវិតខ្ញុំមិនអីទេខ្ញុំមិនមានបញ្ហាអ្វីទេមែនទេរ៉េងវីនឹងភ្ញាក់ឡើងលោករ៉េងវីនឹងមកឲ្យការចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យអ្វីបានគឺជាអ្នកណាប្រាប់ខ្ញុំនឹងមើលថែអ្នកតើអ្នកធ្លាប់ជួបលោកយ៉ាវភេងទេតើចៅភីងក្មេងល្ងងនោះចាក់ឪពុកខ្ញុំប៉ុន្មានអ្នកលោកចៅភីងបានមានប្រសាសន៍ថាអ្នកនឹងបរិច្ចាគតម្រងនោមឲ្យគាត់មែនទេវាមិនអាចទៅរួចទេដែលខ្ញុំបានគិតអំពីវាយ៉ាងណាមិញគាត់គឺជាឪពុកបង្កើតរបស់អ្នកហេតុអ្វីបានជាអ្នកមិនជួយសង្គ្រោះគាត់មិនចាំបាច់ទេម៉ាក់ទាំងអ្នកនិងបងប្រុសរបស់ខ្ញុំមិនចូលចិត្តគាត់ទេមែនទេទៅប្រកួតសេងយួនឲ្យគាត់ល្អអូព្រះជាម្ចាស់ឲ្យម៉ាក់ខ្ញុំនឹងមិនរមៀលពីសិទ្ធទេលេងខ្ញុំទៅកុំប៉ះម៉ាក់ខ្ញុំបានទៅទិញឈើគូសេងយួនឲ្យគាត់បរិច្ចាគដល់អ្នកដែលខ្វះខាតប៉ុន្តែអ្នកហ៊ានធ្វើបាបកូនស្រីខ្ញុំយ៉ាងដូចម្ដេច
ខ្ញុំត្រូវបានគេបោកបញ្ឆោតឲ្យរងទុក្ខទាំងនេះគ្រាន់តែជាម្ហូបញ៉ាំលេងកោះខេងមីដឹងនោះល្អហើយអរគុណលោកវិជ្ជបណ្ឌិតខ្ញុំសុខសប្បាយជាទេហេតុអ្វីត្រូវធ្ងន់ធ្ងរម្លេះវាមិនអីទេទូរស័ព្ទទៅម៉ាក់របស់អ្នកហើយប្រាប់គាត់ថានេះជាគ្រូពេទ្យអូព្រះជាម្ចាស់ឲ្យទើបតែមានឡានដឹកទំនិញធំមួយចតនៅមុខផ្ទះរបស់ជីងចង់ធ្លាក់ចូលខ្ញុំចង់មានន័យថាម៉េចខ្ញុំកំពុងការពារប្អូនស្រីរបស់ខ្ញុំមិនអីទេខ្ញុំមានការប៉ះទង្គិចខួរក្បាលស្រាលកំពុងសម្រាប់នៅជាន់ក្រោមល្អណាស់កូនតូចអ្នកបានធ្វើការងារដ៏អស្ចារ្យមែនទុកអ្វីដែលនៅសល់ឲ្យម៉ាក់ទៅពិនិត្យមើលវីដេអូ CCTV នៅខាងក្រៅផ្ទះរបស់យើងអ្នកបើកបរដែលស្ទើរតែបុកគាត់ត្រូវបានរកឃើញហើយតើខ្ញុំពិតជាគូបរិច្ចាគទៅឪពុកខ្ញុំមែនទេខ្ញុំចាប់ផ្ដើមគូបគងរួចហើយកុំបារម្ភអីប៉ារបស់ឯងនឹងអរគុណឯងប៉ុន្តែខ្ញុំទូដៃផ្ទះរបស់ខ្ញុំត្រូវបានគេលួចមែនទេទេមិនមែនខ្ញុំទេសូមកុំរំភើបអីបើមិនមែនជាអ្នកទេខ្ញុំប្រកាសជាបានហៅប៉ូលីសហើយវាប្រហែលជាអ្នកបម្រើដែលគ្មានចំណេះដឹងណាម្នាក់នៅក្នុងផ្ទះទេអ្នកគួរតែដេកចុះហើយសម្រាប់នាងជាស្ត្រីគាត់ដឹងទេថាខ្ញុំបានលួចទូដៃរបស់គាត់ដូច្នេះគាត់បានគំរាមថានឹងរួមភេទជាមួយខ្ញុំដើម្បីបំផិតខ្ញុំតើគាត់នឹងដោះលែងខ្ញុំទេបាទតើខ្ញុំអាចបរិច្ចាគតម្រងនំទៅឲ្យឪពុកខ្ញុំបានទេហេតុអ្វីកូនមិនចង់ខ្វល់ពីឪពុកខ្លួនឯងប៉ុន្តែខ្ញុំចង់ឲ្យអ្នកសម្រាប់ឲ្យបានល្អខ្ញុំនឹងទៅឥឡូវនេះមកឲ្យកូនខុសហើយកុំទៅណាអូតើខ្ញុំបានធ្វើអ្វីខុសខ្ញុំមិនគួរប៉ះទូដៃទេខ្ញុំខ្លាចថាម៉ាក់ខ្ញុំមិននៅទីនេះទេខ្ញុំមិនមានលុយគ្រប់គ្រាន់ទេខ្ញុំគិតថាខ្ញុំនឹងប្រើវាមុនគេបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកមិនគ្រប់គ្រាន់ទេអ្នកបានឈូតលុយ500,000លើកាតដែលខ្ញុំបានប្រណិតដែលបានទិញក្នុងតម្លៃ400,000ត្រូវបានផ្ដល់ឲ្យអេនជីឪពុកចុងដែលអ្នកបានលើកឡើងដែលបានប្រព្រឹត្តអាក្រក់ហេតុអ្វីបានជាអ្នកនិយាយឥឡូវនេះថាអេនជីបានប្រព្រឹត្តចំពោះអ្នកយ៉ាងល្អអ្នកចង់ផ្ដល់ឲ្យខ្ញុំបន្ថែមទៀតមែនទេខ្ញុំមិនមែនទេឈប់និយាយឲ្យសម្រាប់បន្តិចអ្នកមិនចាំបាច់បារម្ភពីអ្វីដែលនៅសល់ទេម៉ាក់កំពុងធ្វើអ្វីហ្នឹងខ្ញុំខ្លាចអ្នកនឹងបំបែកវាខ្ញុំនឹងទុកខ្សែត្បូងថ្មនេះសម្រាប់អ្នកសម្រាប់ពេលនេះស្រីឆ្កេងនេះខ្ញុំនឹងទៅបន្ទប់វះកាត់ដើម្បីពិនិត្យមើលវីដេអូពីកាមេរ៉ាសវត្ថិភាពពីក្រោយគាត់បានសារភាពថាបានយករបស់របរចេញពីទូដៃចំនួនទឹកប្រាក់នៅក្នុងទូដៃប្រហែល300លានប្រគល់វាទៅប៉ុស្តិ៍ប៉ូលីសដោយផ្ទាល់យកទេលុយគ្រួសារខ្ញុំសម្រាប់ពិធីមង្គលការរបស់ខ្ញុំមិនងាយស្រួលរកទេតើការប៉ះទង្គិចខួរក្បាលបានធ្វើឲ្យកើតអីបាក់ដោយរបៀបណាជីងខ្ញុំពិតជាខុសមែនពីមុនខ្ញុំប្រសើរជាងមុនហើយខ្ញុំធ្លាប់និយាយបែបនោះពីមុនមកខ្ញុំមិនចង់និយាយអំពីអ្វីដែលបានកើតឡើងពីមុនទេដំបូងឡើយខ្ញុំមកទីនេះដើម្បីមើលថែម្ដាយរបស់អ្នកកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យព្រោះអ្នកបានជួយខ្ញុំក៏មិនបោះបង់ចោលអ្នកដែរពួកគេនឹងលែងខ្វល់ពីប្រាក់ខែរបស់អ្នកខ្ញុំអាចប្រាប់រឿងមួយដល់អ្នកបានទេម្ដាយរបស់ខ្ញុំបានលែងលេះជាមួយយ៉ាវផេងនៅពេលដោយសារតែខ្ញុំបានបាត់បង់អ្នកតាមពិតគាត់គិតថាគាត់មិនមានលុយដើម្បីសងជំរត់ទេបើក្រុមគ្រួសារទទួលយកអំណោយភ្ជាប់ពាក្យពួកគេនឹងរៀបចំពិធីមង្គលការខ្មោចសម្រាប់អ្នកគាត់ពិតជាបានលើសពីការរំពឹងទុករបស់ខ្ញុំម្ដងហើយម្ដងទៀតក្រោយមកពេលម៉ាក់មានលុយគាត់បានបញ្ចេញព័ត៌មានអំពីអ្នកប៉ុន្តែមានបរិសុទ្ធច្រើនពេកបានមកដូច្នេះមិនអីទេអ្នកអាចញ៉ាំយឺតបានខ្ញុំនឹងទៅយកអាហារខ្លះទៅឲ្យម្ដាយរបស់អ្នកបងស្រីខ្ញុំនឹងមិនបោះបង់ឡើយហេតុអ្វីបានជាអ្នកចាប់ខ្ញុំប៉ូលីសខ្ញុំជាកូនស្រីច្បងនៃគ្រួសារវិញខ្ញុំមិនបានលួចទេទាំងនោះជារបស់ម៉ាក់ខ្ញុំមិនចាំបាច់មានការស៊ើបអង្កេតទេម៉ាក់ឲ្យចេញឲ្យលឿនមកខ្ញុំសន្យាថាខ្ញុំនឹងប្រព្រឹត្តខ្លួនឲ្យសម្រុំចាប់ពីពេលនេះទៅហើយខ្ញុំនឹងមិនសុំលុយគេទៀតចេញមកឲ្យលឿនមានអ្នកធ្វើបាបប្អូនស្រីរបស់អ្នកខ្ញុំមិនបានធ្វើទេម្នាក់នោះវាជាអ្នកតើបងប្រុសរបស់អ្នកបាននិយាយអ្វីពួកគេគ្រាន់តែមិនជឿខ្ញុំប៉ូលីសឲ្យរបស់ដែលគាត់បានលួចចាប់គាត់មែនហើយប៉ូលីសគាត់លួចវាចាប់គាត់គ្រូសាវេនបានបញ្ជាក់ថាខ្ញុំជាកូនស្រីបង្កើតរបស់ពួកគេមិនបានប្រាប់ NK ផងអ្នកគូប្រព្រឹត្តខ្លួនឯងឲ្យបានល្អទៅវិញភ្លាមដើម្បីសហការជាមួយការយកទំនេរលួចមកវិញអាចកាត់បន្ថយទោសបានអ្វីដែលត្រូវវិនិច្ឆ័យលុយនោះជារបស់គ្រួសារខ្ញុំវាជាស្រីឆ្កេងតូចនោះគាត់តែងតែមើលងាយខ្ញុំវាជាគាត់អ្នកត្រូវតែចាប់គាត់បានលួចវាហ៊ានធ្វើបាបប្អូនស្រីខ្ញុំយ៉ាងម៉េចបងប្រុសហេតើប្អូនប្រុសរបស់អ្នកជានរណាខ្ញុំមានប្អូនស្រីតែម្នាក់គត់នោះគឺជាជីងហាអ្នកនិពន្ធល្អតើអ្នកកំពុងលេងសើចនឹងខ្ញុំដើម្បីអ្វីប៉ូលីសឲ្យខ្ញុំចង់រាយការណ៍ពីបទឧក្រិដ្ឋមួយតើពួកគេបានឲ្យរបស់ខ្ញុំទៅឲ្យយ៉ាវផេងដោយសិទ្ធិខ្ញុំមិនមែនជាកូនស្រីបង្កើតរបស់ពួកគេទេហេតុអ្វីឈប់ស្រែកទៅ
វានឹងមិនយូរទេចៅភីងក៏នឹងចូលទៅជិតហើយនៅជាមួយអ្នកទាំងពីរបានក្រុងទុកជាមួយគ្នានៅក្នុងការប្រកួតខ្ញុំមិនទាន់បានដោះស្រាយវិវាទជាមួយអ្នកនៅឡើយទេហើយអ្នកហ៊ានលើករឿងនេះមកខ្ញុំនិយាយមែនទេទាំងពីរនឹងនៅជាមួយគ្នានៅពេលនោះគ្មានអ្នកណាអាចគេចផុតបានឡើយដោយស្ងាត់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបអ្នកម្ដងទៀតឡើយពិតដោយសារអ្នកទំនេរចូលយើងទៅជួបម៉ាក់របស់អ្នកជាមួយគ្នានោះមិនមែនជាម្ដាយរបស់យើងទេចេញមកម៉ាក់ខ្ញុំទើបតែនៅខាងក្រៅខ្ញុំបានឃើញប៉ូលីសយកទំនិញខ្លាំងៗទៅឆ្ងាយម៉ាក់យកខ្សែត្បូងថ្មដែលធាងឈានលួចមកឯងវិញហើយខ្សែត្បូងថ្មនេះលែងមានសារៈសំខាន់ទៀតហើយឈានខ្ញុំដឹងថាម៉ាក់និងបងប្រុសរបស់អ្នកធ្លាប់ធ្វើបាបអ្នកកាលពីអតីតកាលខ្ញុំមិនរំពឹងថាអ្នកនឹងទទួលយកយើងឥឡូវនេះទេប៉ុន្តែអ្នកត្រូវតែផ្ដល់ឱកាសឲ្យយើងក្មួយស្រីជាទីស្រឡាញ់របស់ខ្ញុំតើអ្នកសុខសប្បាយជីទេតើអ្នកចង់ធ្វើអ្វីជីដូនដ៏ល្ងងខ្លៃរបស់អ្នកបងប្រុសល្ងងរបស់អ្នកការពារអ្នកណាស់បើមិនមែនដោយសារការទេកំភ្លៀងបរោះចំណាស់នោះពីរបីដងទេគាត់នៅតែមិនផ្ដល់លេខទូរស័ព្ទរបស់អ្នកមកខ្ញុំអ្នកឈួតហើយនោះជាម្ដាយរបស់អ្នកមែនទេខ្ញុំឈួតហើយម៉ាក់ឯងទេដែលឈួតខ្ញុំគ្រាន់តែព្យាយាមបំភ័យអ្នកដោយឡានរបស់ខ្ញុំគាត់ពិតជាបានប្តឹងខ្ញុំមែនចោទប្រកាន់ខ្ញុំពីបទចម្រិតទារប្រាក់និងវាយប្រហារដោយចិត្តអ្នកគឺជាអ្នកដែលបុកខ្ញុំដោយឡានរបស់អ្នកចង់ឲ្យខ្ញុំរត់ចោលមែនទេអ្នកមិនបានស្លាប់ទេមែនទេតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដកុំប៉ះបងប្រុសនិងយាយខ្ញុំអីប្រាប់ម្ដាយថោកទាបរបស់អ្នកឲ្យលែងខ្ញុំទៅបន្ទាប់មកពួកគេបានរៀបចំប្រាក់ចំនួន1 លានសម្រាប់ខ្ញុំកាលខ្ញុំទៅក្រៅប្រទេសហេខ្ញុំលែងរំខានអ្នកទៀតហើយវាមិនអាចទៅរួចទេដែលខ្ញុំគ្មានលុយមិនអាចទៅរួចអានជីវយ៉ាអាចរកចំណូលបាន100,000 យន់យ៉ាងងាយតើអ្នកពិតជាខ្វះខាតលុយមែនឬក្នុងនាមជាកូនបង្កើតរបស់ខ្ញុំសួរខ្ញុំថាម៉ាក់ទិញថ្នាំថោកណីណាខ្ញុំគ្រាន់តែទូរស័ព្ទទៅអ្នកដើម្បីជម្រាបជូនអ្នកជីដូនរបស់អ្នកនិងបងប្រុសរបស់អ្នកខ្ញុំអាក្រក់ណាស់ខ្ញុំនឹងតាក់ទងអ្នកម្ដងទៀតក្នុងរយៈពេល1 ម៉ោងឈៀនកុំបារម្ភអីខ្ញុំនឹងរៀបចំលុយជាមុនសិនសង្គ្រោះបងប្រុសនិងជីដូនរបស់អ្នកជាមុនសិនជីងជឿលើម្ដាយរបស់អ្នកដំបូងត្រូវរៀបចំ1 លានបន្ទាប់មកតាក់ទងប៉ូលីសគ្រាន់តែនិយាយគេនិយាយថាអាន់តូននិងជីដូនរបស់គាត់ត្រូវបានចាប់ពង្រត់ដោយអានសាឡបងគ្រប់មធ្យោបាយដែលអាចធ្វើទៅឲ្យអាន់តូននិងយាយអានរងរបួសអីយោទេតើការជាក្បាលរបស់កូនប្រុសរបស់អ្នកបានធូរស្រាលហើយឬនៅសុខសប្បាយទេឥឡូវនេះសូមនៅជាមួយយើងមួយរយៈអានសៀងគុយច្បាស់ជាសូមឲ្យជីងទៅតែម្នាក់ឯងអ្នកត្រូវតែនៅជាមួយនាងសៀងគុយនឹងយល់ព្រមចំពោះប្រាក់កុំបារម្ភអីម៉ាក់ខ្ញុំពិតជានឹងការពារយើងហេតុអ្វីបានជាអ្នកល្អនឹងខ្ញុំម្លេះនៅទីបំផុតវាគឺដោយសារតែគ្រួសារវេនមានទ្រព្យសម្បត្តិច្រើននោះហើយជាមូលហេតុដែលពួកគេមានគំនិតអាក្រក់ជាច្រើនវាជាកំហុសរបស់យើងទាំងអស់ដែលមិនបានការពារអ្នកបានរងទុក្ខច្រើនណាស់ក្រីក៏ចូលយើងទុកអ្វីដែលនៅសល់មួយឡែកសិនសម្រាប់ពេលនេះចូលយើងដោះស្រាយបញ្ហាបន្ទាន់ជាមុនសិនចូលយើងនិយាយអំពីអនាគតម៉ាក់នឹងផ្ដល់ពេលវេលាឲ្យអ្នកមីតាមពិតទៅម៉ាក់មានពេលវេលាដ៏លំបាកក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះខ្ញុំបានកើតជំងឺធ្ងន់ធ្ងរមួយពេលកំពុងស្វែងរកម្ដាយរបស់អ្នកខ្ញុំត្រូវលេបថ្នាំមួយក្តាប់តូចជារៀងរាល់ថ្ងៃដើម្បីងុយគេងខ្ញុំដឹងដូច្នេះអ្នកមានន័យថាអ្នកបានអត់ទោសឲ្យយើងហើយឬនៅអតីតកាលគឺជាអតីតកាលចៅវិននីងខ្ញុំមិនបន្ទោសអ្នកទៀតទេប៉ុន្តែខ្ញុំធ្លាប់រស់នៅក្នុងទីក្រុងអានជាអស់រយៈពេលជាច្រើនឆ្នាំមកហើយអ្នកក៏បានឃើញវាដែរយាយនិងប្អូនប្រុសរបស់ខ្ញុំក៏មិនអាចរស់នៅដោយគ្មានខ្ញុំដែរអ្នកបានជួយខ្ញុំលើកនេះខ្ញុំនឹងចងចាំនៅសេចក្តីសប្បុរសរបស់គ្រួសារវែងប៉ុន្តែខ្ញុំមិនអាចខ្ញុំបានចាក់ចេញពីជីដូននិងបងប្រុសរបស់ខ្ញុំចូលយើងនិយាយអំពីអនាគតនៅពេលក្រោយសង្គ្រោះជីវិតជាមុនសិនបន្ទាប់មកសុំលុយតើអ្នកបានរៀបចំលុយទាំងអស់ហើយឬនៅលុយរួចរាល់ហើយឬនៅរួចរាល់ហើយអ្នកបានមកតែម្នាក់ឯងទៅកាន់ឃ្លាំងដែលគេបោះបង់ចោលនៅជីក្រុងភៀកខាងលិចជាមួយនឹងអ្នកត្រូវបានគេប្រាប់ថាមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតខ្ញុំឃើញមន្ត្រីប៉ូលីសនិងអង្គរៈចម្រុះមួយក្រុមចុះបើយើងទាំងពីរអ្នកចុះទៅជាមួយគ្នាវិញខ្ញុំក៏ត្រូវទៅដែរបើមិនដូច្នោះទេគ្មានអ្នកណាឲ្យលុយអ្នកទេប៉ាអ្នកអាចមកបាន2 លានខ្ញុំជាអភិជនកុំទៅឆ្ងាយពេកបើអ្នកបង្ខំខ្ញុំខ្លាំងពេកអ្នកនឹងមិនទទួលបានមួយកាក់ល្អហាអ្នកទាំងអស់គ្នាពិតជាមានលុយច្រើនមែនស្វាមួយក្បាលនឹង1 លានហើយអ្នកមានពេល20 នាទីចូលមកភ្លាមហេតុអ្វីបានជាមនុស្សទាំងនេះធ្វើវាដើម្បីលុយពួកគេមិនខ្វល់ពីជីវិតសាច់ញាតិរបស់ពួកគេតតែសោះចៅភីងគឺបែបនេះអានសៀងគុយក៏ដូចគ្នាដែរក៏មានរបស់ល្អដែរម៉ាក់ខ្ញុំនិងខ្ញុំយើងមិនដែលបោះបង់ចោលអ្នកឡើយឬស្លាប់ខ្ញុំមិនដែលគិតថាអ្នកនឹងក្មេងល្ងងតូចម្នាក់នេះពិតជាអាចញ៉ាំចានមួយចានជាមួយគ្នាបានឡើយវាមិនងាយស្រួលទេអ្នកគួរតែសហការជាមួយខ្ញុំដោយស្ដាប់បង្គាប់មួយរយៈទៀតយ៉ាងណាមិញកូនប្រុសបង្កើតរបស់អ្នកខ្ញុំនឹងមិនសម្លាប់អ្នកទេហេឈប់សម្លឹងមើលទៀតទៅសន្សំសំចៃធម្មពលរបស់អ្នកវានឹងមានប្រយោជន៍នៅពេលមួយរយៈវានឹងមិនដំណើរការទេកុំបន្ទោសខ្ញុំប្រសិនបើអ្នកមានបញ្ហាសុខភាពតូចតាចណាមួយហេឈប់នៅត្រង់ហ្នឹងចាំបន្តិចសិនប្អូនស្រីតូចប្រាក់ត្រូវបានយកមករួចហើយដោះលែងយាយនិងបងប្រុសខ្ញុំឲ្យលឿនចាំបន្តិចសិន
ខ្ញុំភ្លេចនិយាយមុននេះ1លានគឺជាតម្លៃរបស់មនុស្សម្នាក់តើអ្នកបានយកលុយគ្រប់គ្រាន់ហើយឬនៅវាមើលទៅថ្លៃណាស់ដូច្នេះអ្វីដែលអ្នកកំពុងធ្វើគឺព្យាយាមរកលុយដោះលែងពួកគេទាំងពីរជាមុនសិនបន្ទាប់មកខ្ញុំនឹងក្លាយជាចំណាប់ចាំបើខ្ញុំសូមឲ្យម៉ាក់ខ្ញុំផ្ទេរប្រាក់1លានទៀតទៅអ្នកវិញវាមិនមែនជារឿងមិនអាចទៅរួចនោះទេតើនោះមានន័យថាជីវិតរបស់អ្នកមិនមែនជាជីវិតទេតើអ្នកទាំងពីរបានពិភាក្សាគ្នាហើយឈានដល់កិច្ចព្រមព្រៀងហើយទេខ្ញុំមានលុយហោប៉ៅច្រើនយ៉ាងនេះខ្ញុំអាចផ្ទេរប្រាក់ទៅអ្នកដោយផ្ទាល់កុំរើប៉ុន្តែខ្ញុំនឹងផ្ទេរប្រាក់ទៅអ្នកជាមុនសិនបន្ទាប់មកអ្នកនឹងត្រូវអនុញ្ញាតឲ្យជីដូនទៅកំពុងធ្វើអ្វីនឹងកូនគិតមើលទៅវាមិនងាយស្រួលទេសម្រាប់អ្នកក្នុងការចាក់ចេញជាមួយសាច់ប្រាក់នេះប្រសិនបើខ្ញុំផ្ទេរប្រាក់ទៅអ្នកបាននិយាយថាអ្នកអាចទៅកន្លែងណាដែលអ្នកចង់ទៅមែនទេតើអ្នកណានៅតែប្រើប្រាស់សាច់ប្រាក់ដើម្បីចាយលុយសប្តាហ៍ថ្ងៃនេះយល់ព្រមខ្ញុំនឹងផ្ទេរប្រាក់ចំនួន2-5លានទៅអ្នកដោយផ្ទាល់ខ្ញុំក៏បានឲ្យអ្នកនៅសោឡាននៅខាងក្រៅផងដែរអ្នកពិតជាមានចិត្តល្អមែនតើអ្នកចង់បានអ្វីឲ្យប្រាកដប្អូនស្រីខ្ញុំទុកចិត្តបងប្រុសរបស់គាត់តើវាយ៉ាងម៉េចដែរហេកុំធ្វើដោយមិនដឹងខ្លួនតែចង់ជែកឯកជនជាមួយអ្នកពិតខ្ញុំនឹងផ្ទេរប្រាក់ឲ្យអ្នកបន្ថែមទៀតរត់លឿនជាងមុនខ្ញុំចង់ឲ្យប្អូនស្រីរបស់ខ្ញុំចងចាំពីសេចក្តីសប្បុរសនិងតើនេះមិនមែនជាស្ថានភាពរបស់យើងទេជាការពិតណាស់អានជីងតែងតែបដិសេធមិនទទួលស្គាល់យើងនៅទីបំផុតគ្រូសាវេនរបស់យើងគួរតែអរគុណអ្នកចំពោះរឿងនេះដូច្នេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឡានផងដែររត់លឿនជាងមុនក្រោយមកក្រុមគ្រូសាវេនរបស់យើងមិនបានបន្តរឿងនេះទេកន្លែងរបស់អ្នកមិនធំទូលាយហើយបើកចំហទេលុយនេះខុសហើយអ្នកគួរតែដាក់ស្ត្រីចំណាស់នៅទីនោះជាមុនសិនបន្ទាប់មកខ្ញុំនឹងផ្ទេរប្រាក់ដែលនៅសល់ទៅបន្ទាប់មកអ្នករត់មែនទេហើយអ្វីបានជាស្ត្រីចំណាស់ទាំងអស់ដូចនេះក្នុងវ័យរបស់អ្នកតើអ្នកខ្លាចគាត់អាចយកឈ្នះអ្នកទេតើវាថ្លៃពេកទេតើអ្នកនឹងបន្តធ្វើកំហុសដែរមែនទេបិទមាត់ទៅតាចាស់ឲ្យខ្ញុំបានឲ្យលុយអ្នករួចហើយហើយអ្វីអ្នកនៅតែជេរយាយខ្ញុំអ្វីទៅជាប្រយោជន៍ដែលអាចកើតចេញពីការមិនគោរពបូជានិងមិនស្ដាប់តើមានប្រយោជន៍អ្វីក្នុងការជេរប្រមាថខ្ញុំនឹងផ្ទេរប្រាក់ទៅអ្នកបន្ទាប់មកអ្នកអាចទទួលបានវាហេអរគុណបងប្រុសដែលបានអញ្ជើញមកតើនេះជាសោឡានឬមួយក៏អ្នកធ្លាក់ខ្លួនជាជនរងគ្រោះនៃការបោកប្រាស់សូម្បីតែមនុស្សចាស់ដែលមើលថែអ្នកក៏ជាពរជ័យមួយដែរខ្ញុំក្នុងនាមជាកូនប្រុសរបស់គាត់លែងត្រូវការមើលថែគាត់នៅពេលគាត់ចាស់ជរាឬមើលឡើងគាត់នៅថ្ងៃចុងក្រោយរបស់គាត់ទៀតហើយហាអ្នកគ្រាន់តែទុកឲ្យអញ្ឆេងហើយទៅបែបនេះឬបងស្រីកុំបារម្ភអីលុយខ្ញុំមិនងាយស្រួលយកទេឡានរបស់ខ្ញុំមានឧបករណ៍តាមដានខ្ញុំបានរៀបចំអ្វីសម្រាប់កូនរួចហើយមុនពេលពួកគេមកដល់អរគុណច្រើនអ្នកមិនចាំបាច់បារម្ភពីរឿងលុយកាក់ទាំងនេះទេការធានារ៉ាប់រងមានតម្លៃថ្លៃប្រសិនបើអ្នកចាក់ចេញជាមួយសាច់សម្រាប់ខ្ញុំតែឥឡូវនេះយើងរស់នៅក្នុងយុគសម័យអ៊ីនធឺណិតគាត់ចង់ចំណាយរាល់កាក់នៃចំនួនទឹកប្រាក់ដ៏ច្រើននេះគាត់នឹងត្រូវគេចាប់ខ្លួនក្នុងពេលនឹងត្រូវបានប្រកូលជុំវិញដោយឥតខ្ចោះល្អណាស់តើអ្នកសុខសប្បាយជាទេល្អប្អូនស្រីខ្ញុំមិនបារម្ភទេបន្ទាប់មកបងស្រីតោះយើងទៅមុនឡានដែលគួរតែមកទទួលយើងបានមកដល់ហើយចូលយើងនាំយាយទៅផ្ទះមុនអ្នកគឺជាអ្នកដែលបានគំរាមកំហែងកូនស្រីជាទីស្រឡាញ់របស់ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាក្មេងរកពីសម្នាក់នេះចិត្តល្អដូច្នេះវាគឺជាអ្នកដែលបានកែប្រែឡានអ្នកប្រហែលជាមិនទាន់ដឹងរឿងនេះនៅឡើយទេកូនស្រីរបស់អ្នកអានជីវយ៉ាបានចូលទៅខាងក្នុងរួចហើយតើអ្នកកំពុងធ្វើអ្វីតើអ្នកចង់បានអ្វីជាមួយគាត់ហេតុអ្វីបានជាអ្នករំខានគាត់បើវាជាកំហុសអ្វីដែលខ្ញុំបានធ្វើគឺជាការយល់ច្រឡំជាមួយគាត់អ្នកនិងកូនស្រីរបស់អ្នកគឺគួរឲ្យស្អប់ខ្ពើមដូចគ្នាអូត្រូវហើយខ្ញុំភ្លេចប្រាប់អ្នកគាត់បានបរិច្ចាគតម្រងនោមមួយមុនពេលគាត់ចូលវាសនារបស់អ្នកខ្ញុំត្រូវគិតអំពីវាដោយប្រុងប្រយ័ត្នសួស្ដីអាន់តូនតើអ្នកអាយុប៉ុន្មានហើយអីហេអាហាខ្ញុំអាយុ26ឆ្នាំដូច្នេះខ្ញុំគិតថាខ្ញុំជាបងប្រុសរបស់អ្នកមុននោះវាពិតជាបងប្រុសរបស់ខ្ញុំដែលបានធ្វើខុសមែនវាគ្រាន់តែជាការយល់ច្រឡំនៅតែធ្វើឲ្យអ្នកទាំងអស់គ្នាឆ្លងកាត់បញ្ហាជាច្រើនខ្ញុំនឹងសងវាជូនអ្នកវិញនៅពេលក្រោយជីដូនតើអ្នកមិនអាចរស់នៅជីវិតកាន់តែប្រសើរបានទេចៅវិននីងមានប្អូនស្រីម្នាក់ដែលមិនចាំបាច់ខ្ញុំពិតជាដឹងថាខ្ញុំខុសមែនខ្ញុំមិនគ្រាន់តែនិយាយជាមួយអ្នកទេអារម្មណ៍ពីមុនរបស់ខ្ញុំចំពោះយាយនិងគ្រោះថ្នាក់ដែលបានធ្វើចំពោះប្អូនប្រុសរបស់ខ្ញុំនឹងសងសឹកពួកគេបន្តិចម្ដងនៅពេលអនាគតអ្នកពិតជាមិនចាំបាច់ខ្ជះខ្ជាយពេលវេលាលើខ្ញុំទៀតទេអូយក្មេងតែងតែធ្វើខុសវាមិនចាំបាច់ទេតើគួរតែមានទោសប្រហារជីវិតមនុស្សម្នាក់ក្នុងពេលតែមួយឬប៉ុន្តែសៀវជីងអ្នកនិងសៀវនីងគឺជាសាច់ញាតិឈាមគ្នាភាពកក់ក្ដៅនេះគ្មានអ្វីដែលហៅថាការចងគំនុំដែលអាចថិតថេរពេញមួយយប់នោះទេអូអរគុណលោកយាយហើយខ្ញុំត្រូវបានញុះញង់ដោយ NK នោះខ្ញុំនៅពេលនោះវិញខ្ញុំត្រូវបានគេលបួងទាំងស្រុងខ្ញុំគិតថាប្អូនស្រីរបស់ខ្ញុំត្រូវបានគេរកឃើញហើយវាទាំងអស់ជាកំហុសរបស់ខ្ញុំមិនថាមានរឿងអ្វីកើតឡើងឲ្យសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតអានសៀងគុយត្រូវបានចាប់ខ្លួនម៉ាក់កំពុងដោះស្រាយវារួចហើយអ្នកអាចធានាបានថាខ្ញុំអាចដោះស្រាយរឿងបានជាអូនលោកយាយអ្នកបាននិយាយថាទោះបីជាពួកអភិជនបានធ្វើរឿងអសិលធម៌ជាច្រើនក៏ដោយប៉ុន្តែយើងអាចទុកជីវិតរបស់គាត់បានទេយ៉ាងណាមិញគាត់គឺជាកូនប្រុសរបស់ជីដូនរបស់គាត់
ជីដូនមិនប្រព្រឹត្តចំពោះអ្នកដូចម្ដាយរបស់គាត់ទេតាមពិតទៅគាត់វាមិនបានធ្វើបាបខ្ញុំទេតើអ្នកអាចសន្យាជាមួយជីដូនបានទេយាយមិនដែលប្រព្រឹត្តចំពោះអ្នកដូចម្ដាយរបស់គាត់ទេអ្នកបានផ្ដល់ឱកាសឲ្យគាត់ចុះបើគាត់បន្តធ្វើបាបអ្នកបើមិនដូច្នោះទេយាយយើងគ្រាន់តែធ្វើការហៅទូរស័ព្ទទៅលេខបានបញ្ជូនគាត់ចូលគាត់នឹងទទួលតែទោសដែលគាត់សមនឹងទទួលប៉ុណ្ណោះអ្នកនឹងអាន់តូននឹងមិនអីទេហើយគាត់នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារតែនឹងមិនស្លាប់ទេចុះជីវយ៉ាវិញអូអានជីវយ៉ាក៏សុខសប្បាយដែរភាគច្រើនគាត់នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមតែប្រហែលដំណើរការនេះកំពុងដំណើរការយាយនិងអ្នកដទៃទៀតបានទទួលទណ្ឌកម្មដែលពួកគេសមនឹងទទួលបានវាលែងមានអ្វីពាក់ព័ន្ធនឹងអ្នកទៀតហើយចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាចៅស្រីរបស់អ្នកសុភមង្គលរបស់អ្នកគឺសំខាន់ជាងអ្វីផ្សេងទៀតជីងសុំទោសជីដូនមិនមានន័យអ្វីទេយាយឲ្យសូមសម្រាប់ចុះខ្ញុំនឹងនាំនាងទៅផ្ទះមុនយកព្រមទេចូលមានសុជីវធម៌ចំពោះអ្នកដទៃបន្ថែមទៀតគ្មានឧបសគ្គណាដែលមិនអាចយកឈ្នះបានឡើយយាយខ្ញុំនឹងទៅឥឡូវនេះប្អូនប្រុសតូចអាន់តូនអ្នកទាំងអស់គ្នាសម្រាប់ទៅខ្ញុំនឹងមកជួបអ្នកនៅថ្ងៃក្រោយប្រយ័ត្នឈៀវនឹងតើអេងជេឡាបានធ្វើអ្វី10ឆ្នាំនៃការរងចាំគាត់បានលួចទូដែករបស់ម៉ាក់ខ្ញុំវាមានផ្ទុកប្រេងសំខាន់មួយចំនួនធំខ្ញុំទើបតែកុហកមេធាវីក៏ជាអ្នកជំនាញផងដែរប៉ុន្តែទោសអបបរម៉ាគឺ10ឆ្នាំតើអ្នកអាចនាំខ្ញុំទៅជួបគាត់បានទេ